ជំរាបសួរបងប្អូនល្អពីពូនេះមីងវីដេអូនេះចង់រំលឹកទៅដល់បងប្អូនប្រជាជនខ្មែរយើងដែលគាត់នៅតែពិសាផលិតផលដែលនាំចូលពីប្រទេសថៃឬក៏ប្រើប្រាស់ផលិតផលដែលនាំចូលពីប្រទេសថៃឲ្យមានការប្រុងប្រយ័ត្នដោយសារតែមួយរយៈក្រោយខ្ញុំសង្កេតឃើញថាគ្រប់ផលិតផលរបស់ប្រទេសថៃមានដាក់ផ្លាកចំណាំថាសម្រាប់នាំចេញតែប៉ុណ្ណោះគឺ export only អញ្ចឹងតាមកំណត់របស់ខ្ញុំបានន័យថាគេផលិតគុណភាពសម្រាប់ប្រើប្រាស់នៅក្នុងស្រុកផ្សេងគុណភាពសម្រាប់នាំចេញគឺផ្សឹងអញ្ចឹងយើងអត់ដឹងថាថៃបានដាក់អ្វីខ្លះនៅក្នុងផលិតផលរបស់គេមួយនោះទេបងប្អូនល្អប្រពន្ធអ្នកមីងដឹងហ៎មិនមែនតែប្រជាជនខ្មែរយើងធ្វើពហិការទេសូម្បីតែប្រជាជនរបស់អាមេរិកមួយចំនួនក៏ពួកគាត់ធ្វើពហិការមិនប្រើផលិតផលសៀមទៀតដែរដោយសារតែគាត់និយាយថាគាត់ធ្លាប់គ្រប់គ្រងផលិតផលថៃក៏ប៉ុន្តែតាំងពីថៃឈ្លានពានទឹកដីខ្មែរគឺគាត់អត់យកលុយរបស់គាត់ទៅជួយគ្រប់គ្រងសេដ្ឋកិច្ចរបស់ប្រទេសដែលប្រើអំពើហិង្សាទៅលើប្រទេសដទៃទេអញ្ចឹងបើសិនជាបងប្អូនខ្មែរយើងដែលជាឈាមខ្មែរហើយគេធ្វើបាបខ្មែរយើងឈ្លានពានខ្មែរសម្រាប់ខ្មែរប៉ុណ្ណឹងហើយបងនៅតែប្រើផលិតផលរបស់សៀមទៀតខ្ញុំអត់ដឹងថាបេះដូងបងជាខ្មែរឬក៏អត់ទេបងធ្វើការពហិការគឺជាការស្អប់មួយដែលចំណេញបំផុតគឺមិនយកលុយរបស់បងទៅគ្រប់គ្រងឲ្យសេដ្ឋកិច្ចថៃឡើងហើយទិញអាវុធមកសម្រាប់ប្រទេសយើងឬក៏ឈ្លានពានប្រទេសយើងនោះទេបងសូមអរគុណ